sự đây khi dân tộc này chưa một thăm cờ rục đấy hả được phải đi bạch phải có mấy luôn bà chưa một thăm bom bom dương nè snai hào say mà chụp như số đây bom bom dương tộc này ngày đi trong miền kết vua trong lời vẽ con của môi nâng cái là có bao toàn một rúp đại chia mật rúp bao nhiêu đá để trong chỗ chân mưa con hay đại nhung cất hạ con cứ chia vẽ vào club môi đại bị học tiếp smart trong một con đô tân thì con tốt được không club nó lỏ hô tốt mà chị bảo con nó club nâng môi để club nâng môi hết to máu bằng con tới đô từ nơi America Vinh đô Vinh ban tạm môi ở đây cao thì thấy của con ban chụp từ năng này vậy chắc này đóคือlà cô Steven Gerrard năng này con cay bạn con cá chăm một con một bát sập phải chập đam tốt còn chập đam tốt năm một con chập đam hai luôn thì dùng một chuôn nó bóc club Liverpool nữa cứ nơi không con nó club Liverpool mà nó không club Liverpool không tây Anh lề nó không tây Anh lề chạy nhiệt na Liverpool chuôn ba chạy nhiệt na Liverpool chuôn một đội bóng lái cứ con chập đam bằng hai luôn thì lưỡi đồng bóng được không năm một con vừa rồi cài sầm vậy con thì dùng chuôn hay con cài phố ba năm cài sầm vậy năm vúa càng bay cài thôi ấy chẳng cam ta nó tối đây chẳng cái nó ngầm to miền pe mưa ban to score thế cho nó không ấy ta con chập đam bằng hai luôn thì lưỡi đồng bóng này chỉ dùng chuôn nâng là cái chặt tục con chỉ nào môi là bằng hai luôn hết con chụp chơi không club bằng tiền chụp chơi hay con ban đặt non club nó tăng vì ban tiền cướpទាំងអស់ប៉ុន្តែអត់តែមួយដែលគាត់ប្រាថ្នាចង់បានទាំងគេគឺ EPL English Premier League ពានរង្វាន់ហ្នឹងណាពានរង្វាន់ក្នុងស្រុកហ្នឹងគឺជាក់ស្ដែងទៅហើយសូមបង្ហាញមុខគាត់ទៀតបាទជាក់ស្ដែងទៅគឺគាត់លេងពានរង្វាន់ស្អីក៏គាត់បានទទួលបានដែរតែវិច័យដល់អីគឺពានរង្វាន់ English Premier League ហ្នឹងគឺគាត់អត់បានទទួលបានទេហើយគាត់ចេះតែខ្វៀងប៊ីបានអញ្ចឹងណាតែចង់គាត់អត់បាននេះបាទមុខរបស់គាត់បាទនេះបាទគឺរូបគាត់ហើយនេះដូចរូបចាស់ហ្នឹងណាអានេះគឺគាត់ឈប់ពីអាជីពជាកីឡាករហើយគាត់ទៅជាគ្រូបង្វឹកវិញហើយរូបនេះនោះហើយគាត់ជាគ្រូបង្វឹកគាត់ធ្លាប់នឹងបទពិសោធន៍លេងនៅដឹកនាំក្លឹបដំបងឡើយថ្នាលយុវជនរបស់ Liverpool ដែរគាត់ទៅដឹកក្មេងៗដឹកថ្នាលបានមួយរយៈអញ្ចឹងទៅក៏គាត់បដូរទៅជាគ្រូបង្វឹកនៅក្លឹបនៅ Scotland បាទគឺក្រុម Ranger គាត់បានហ្នឹងបច្ចុប្បន្នជាគ្រូបង្វឹកនៅខ្ញុំបាទខ្ញុំនិយាយប្រវត្តិគាត់នៅក្នុងឆ្នាំ2021គាត់ដឹកនាំក្រុម Ranger ហ្នឹងបានពានរង្វាន់ប្រទេស Scotland បានលើកពានលំដាប់ទី1ដែលពានរង្វាន់ Scott Premier League ហ្នឹងណា Scotland Premier League ហ្នឹងគឺមានតម្លៃស្មើជាមួយនឹង English Premier League ដែរតែគាត់ជាគ្រូបង្វឹកក្រុម Ranger ហ្នឹងដែលដឹកនាំ Ranger ហ្នឹងដែលបង្អាក់ Celtic ដែលជាគូប្រកួតប្រជែងនៅក្នុងប្រទេស Scotland ហ្នឹងអត់បានទទួលពានគឺគាត់អ្នកដឹកនាំដែលធ្វើឲ្យ Ranger ហ្នឹងលើកពានលើកដំបូងគេហើយបន្តមកគាត់ដឹកនាំទៅក៏នៅក្នុងពានរង្វាន់ Premier League ក្លឹប Aston Villa ចាប់ផ្ដើមមើលឃើញគាត់ទៅក៏គាត់ផ្លាស់អាជីពពីScotland ហ្នឹងមកអង់គ្លេសវិញគឺដឹកនាំ Aston Villa ហើយ Aston Villa នេះគឺជាក្លឹបមួយក៏ជាមធ្យមដែរវាមិនមែនអន់ហើយក៏មិនមែនខ្លាំងប៉ុន្តែវាជាមធ្យមពេលដែលគាត់ដឹកនាំហ្នឹងណាប៉ុន្តែជាក់ស្ដែងទៅគាត់ដឹកនាំទៅវាអត់បានលេចធ្លោបានត្រឹមតែមិនអាចធ្លាក់ទៅលីកទី2ទេគាត់នៅក្នុងលីកនឹងដែរប៉ុន្តែចំណាត់ថ្នាក់វាមិនល្អបន្ទាប់មកក៏គេឲ្យគាត់ឈប់ទៅគាត់បានបដូរឈប់ពីការងារហ្នឹងគាត់ទៅដឹកនាំនៅអារ៉ាប់ប៊ីសាអូឌីតវិញក្លឹបនៅអារ៉ាប់ប៊ីសាអូឌីតបានមួយរយៈតបណាគាត់ដឹកនាំនៅអារ៉ាប់ប៊ីសាអូឌីតមួយរយៈទៅក៏គាត់ឥឡូវឈប់ហើយអញ្ចឹងគាត់រាល់ថ្ងៃគឺគាត់នៅជាអ្នកវិភាគកីឡាអីនៅប្រទេសអង់គ្លេសហ្នឹងតែលេខគ្រូគាត់ហើយបាទលេខគ្រូគាត់ហើយហ្នឹងគឺគាត់នៅទនីចោលប៉ុន្តែមួយទៀត
ពាក់ព័ន្ធជាមួយនឹងប្រវត្តិរបស់គាត់ឥឡូវនិយាយពីស្នាដៃគាត់ណាបាទស្នាដៃនេះរូបភាពគាត់នេះអាយុដៃតតបា បាទគាត់ចាប់ដើមចូលដំបូងបំផុតនេះគឺនៅលីវភូឆ្នាំ98ហ្នឹងតបណាគាត់ លេខបាន កាត់ចំនួនហ្នឹងពាក់លេខ28 បាទលេខ28 លេខច្រើនដោយសារកាលហ្នឹងវាលេខយើងជាយុវជនយើងមិនអាចរើសលេខបានទេគឺសំខាន់លើម្ចាស់ក្លឹបគឺអ្នកចាត់ចែងត្នេអាវមួយណាយើងពាក់អាវមួយហ្នឹងទៅហើយបន្ទាប់មកគឺគាត់បង្ហាញខ្លួនជាលើកដំបូងហ្នឹងហើយបានធ្វើឲ្យគេមានចំណាប់អារម្មណ៍ថាគាត់មានទម្រង់លេងល្អតល្អទៅគាត់កាន់ខំប្រឹងលេងរហូតដល់យុគសម័យកាលដែលគេចាប់ដើមគេស្គាល់គាត់នេះគឺនៅក្នុងលេខ17បាទលេខ17ហ្នឹងនៅក្នុងឆ្នាំ2001អូលេខ17ឆ្នាំដែរបាទ3ឆ្នាំដែរពីយុវជនមកដល់គាត់រៀងអាយុរៀងច្រើនតិចទៅគាត់ល្អដែរនេះគាត់ពាក់លេខ17ហ្នឹងនេះគឺជារូបភាពដែលគាត់ទាត់វគ្គផ្ដាច់ព្រាត់ដណ្ដើមពានជាមួយនឹងក្លឹបរបស់ប្រទេសអេស្ប៉ាញគឺ Alves គឺពានរង្វាន់UEFA Europa League តែជំនាន់ហ្នឹងណាគេហៅ UEFA Cup ជំនាន់ហ្នឹងនេះគឺរូបភាពរបស់គាត់ដែលគាត់បង្ហាញខ្លួនលេងហ្នឹងនេះរូបភាពដែលគាត់ឈ្នះបានទទួលពានហ្នឹងហើយក្នុងយុគសម័យហ្នឹងគឺក្នុងឆ្នាំ2021ហ្នឹងលីវភូខ្លាំងណាស់អាហ្នឹងពានអឺរ៉ុបបាទពាននៅអឺរ៉ុបប៉ុន្តែលំដាប់ទី2អរិយលំដាប់ទី2បន្ទាប់ពី UEFA Champions League ហ្នឹងពានអីគេអាហ្នឹង UEFA Cup ជំនាន់មុន UEFA Cup បាទUEFA Cup ហ្នឹងហើយបន្ទាប់មកក៏គាត់បានពានរង្វាន់មួយទៀតនៅក្នុងឆ្នាំដដែលហ្នឹងឆ្នាំ2021ហ្នឹងគឺពានរង្វាន់ចាប់ដើម FA Cup ពានរង្វាន់នៅក្នុងស្រុកហ្នឹងគឺ FA Cup ពានហ្នឹងគឺបាទនៅប្រទេសអង់គ្លេសហ្នឹងគឺពានទី2បន្ទាប់ពី EPL ណាEPL ហ្នឹងគឺ English Premier League អាហ្នឹងប៉ុន្តែវាជាពានទី2ពានលំដាប់ទី2មានន័យថាវាកញ្ចប់បើយើងនិយាយទៅនៅអង់គ្លេសវាមាន3ពាន League Cup ដែលពេលបច្ចុប្បន្នគេដូរឈ្មោះអា League Cup ហ្នឹងមកជា Carabao Cup ហ្នឹងហើយដែល Carabao Cup ហ្នឹងរាល់ថ្ងៃហ្នឹងគឺប្រទេសថៃគេយកពានរង្វាន់គេដាក់ឈ្មោះរបស់គេជា Carabao វិញដាក់រូប Carabao ហ្នឹងអារូប Carabao Cup បាទ Carabao ហ្នឹងអញ្ចឹងគេដូរមក Carabao Cup បាទអត់ទេមិនមែនធំជាងគេទី3លំដាប់ទី3បាទប៉ុន្តែពីមុនគេអត់ហៅ Carabao Cup ហ្នឹងទេគឺ League Cup បាទ League Cup ពានរង្វាន់ League Cup ទី2គឺ FA Cup ហ្នឹងនេះ FA Cup បាទនេះគឺពានរង្វាន់ FA Cup នេះគឺគាត់ជំនាន់ហ្នឹងគឺគាត់បានទាត់ឈ្នះទៅលើពេលគាត់ខ្សែប្រយុទ្ធខ្សែបំរើខ្សែគឺគាត់ជាខ្សែបំរើកណ្ដាលខ្សែបំរើទេបាទជាខ្សែបំរើកណ្ដាលអញ្ចឹងគាត់ជួយជុំជ្រែងគឺខាងបោះបាល់ហើយនឹងសុទ្ធពីចម្ងាយតួនាទីរបស់គាត់ខ្សែបំរើកណ្ដាលហ្នឹងមានន័យថាគាត់អាចលេងដល់3រ៉ូល3តួនាទីបាទគឺគាត់អាចលេងជាខ្សែការពារកណ្ដាលក៏បានខ្សែបំរើកណ្ដាលក៏បានមួយទៀតជាប្រយុទ្ធកណ្ដាលក៏បានប៉ុន្តែលក្ខខណ្ឌរបស់គាត់គឺស៊ីនរបស់គាត់គឺគាត់លេងខ្សែបំរើកណ្ដាលគេហៅដប់សង់បាទខ្សែបំរើកណ្ដាលការពារផងអាចបដើកណ្ដាលប្រយុទ្ធផងនេះគឺពេលហ្នឹងគឺគាត់ចាប់ផ្ដើមជាមួយនឹងដៃគូរបស់គាត់គឺមានដូចជាលោក Michael Owen, Emil Heskey, Robbie Fowler អញ្ចឹងកាលពេលហ្នឹងគឺគាត់ដណ្ដើមពានរង្វាន់ FA Cup លំដាប់ទី2នេះរូបភាពហ្នឹងគឺប្រកួតប្រជែងជាមួយនឹងក្លឹបបាល់ទាត់កំភ្លើងធំ Arsenal បាទការជំនាន់ Arsenal នេះគឺមានដូចជា Thierry Henry, Theo Walcott, Patrick Vieira, Patrick Kluivert, Ray Fowler, David Seaman, Sol Campbell អី Martin Keown ហ្នឹងអូជំនាន់ហ្នឹងអូនិយាយទៅសិតតែកំពូលគួរប្រជែងគ្នាហើយការជំនាន់ហ្នឹង Liverpool ដឹកនាំដោយលោកគ្រូម្នាក់ឈ្មោះថាលោកគ្រូ Gerard Houllier គាត់ជនជាតិបារាំងហើយខាង Arsenal ហ្នឹងគឺលោក Arsene Wenger ជាគ្រូជនជាតិបារាំងដែរតែនេះដូច Liverpool នេះពណ៌ក្រហមហ្នឹងគឺមិនមែនអានេះអត់តាន់ពណ៌ក្រហមទេណាការគាត់ប្រកួតប្រជែងជាមួយ Arsenal នេះលើកពានរង្វាន់ FA Cup ហ្នឹងគឺគាត់ពាក់អាវពណ៌ទឹកក្រូច
vì hiện Porto khổ chứng này lấy đập bờ này ba chỉ lấy đầm bờ đá hay chúng ta nó cứ cái ai cái đây đi vì mẹ chỉ ai không đây đây mấy này nơi ăn liền này nâng ăn liền đá bàn tay đời xa Arsenal khi ai có hôm này chân tứ ai có hôm pa ai có hôm bia thử miên nó môi đầu chân liều hút cái chấp gió ai cái đây ai cái đây tới cứ con bàn của tu pin hoàn đằng bà hai của tôm bà hai của tôm máu mấy đi khi mấy ai sò bà ai so nó cứ chỉ ai hát đi ai bị chọc lên tới cái tiệm mũi tiết min logo chỉ bằng hai tha logo Liverpool luôn tay mình chỉ official đi xem ca hát ca som cả ấy chẳng nè hay đi cứ con lực chấm môi nâng ở đây cu bao con nâng sai mà ra cả đá nó còn lo đây cứ Danny Murphy đi Danny Murphy hay to móc năm năm tiết cứ đi phiên von league cup để nhom vậy mấy nắng nè anh đi phiên thi bay nèนี่จะเปลี่ยนที่ใบได้กอดตัวบ้านการนั้นคือบุคคลประเทศจำนวนหนึ่งคลับแมนเชสเตอร์ยูไนเต็ดและแต่พาวคือปีตัวหลุมมวยนะนี่คือเบียนรับบีฟอลเลอร์สเตฟันเจอรัสซัมนีไฮเปียไอ้นังวิกเตอร์เวสเทเวลจำนวนน้องนังบ้านเปลี่ยนนี่เปลี่ยนที่ใบนะไอ้ประตูเมาส์hai bị to máuคือmiền tiền mùi tiết trong sang pipon mùi nằngคือเปลี่ยนsuper cup Europe super cup เปลี่ยนนั้นอัตไหนจะทมอ่ะเมียนในทางลำดับอรบนั้นคือcái vô mà cha chương Anh Champions League ជាមួយនឹង super cup ហ្នឹងជាមួយនឹងEuropa League ហ្នឹងគឺយកអាពីរហ្នឹងយកមកបញ្ចូលគ្នាដើម្បីយកពាននឹងមួយទៀតអា UEFA Cup ហ្នឹងUEFA Champions League ហ្នឹងអាហ្នឹងពានលំដាប់ទី1នៅអឺរ៉ុបហើយបន្ទាប់មកគឺយកអាលំដាប់ពានទី2គឺយក UEFA Cup ហ្នឹងលំដាប់ទី2ហ្នឹងយកមកជួបគ្នាជាមួយនឹងអា Champions League ហ្នឹងបង្កើតចេញជាពានមួយទៀតគឺ Super Cup ហើយពេលហ្នឹងគឺ Liverpool ឈ្មោះបាទ Super Cup ឈ្មោះពានចំណន់ហ្នឹងបាទពានចំណន់ហ្នឹងឥឡូវគេដូរពានផ្សេងហើយគេប៉ុន្តែនៅតែពានហ្នឹងដែរអត្ថន័យប៉ុន្តែគាត់គេដូរឈ្មោះ Super Cup Europe Super Cup អីយើងភ្លេចបាត់ហើយនេះដូចអត់សូវចាំដែរប៉ុន្តែពានហ្នឹងដែរកាលហ្នឹងលេងតែទឹកដីតែមួយកន្លែងទេគឺទឹកដីMonaco ប្រទេសបារាំង Monaco បាទហើយកាលហ្នឹងគឺគាត់ទាត់ឈ្នះហ្នឹងគឺ Liverpool ហ្នឹងគឺឈ្នះក្រុម Bayern Munich នេះ Bayern Munich អង់គ្លេសដែរ Bayern Munich ហ្នឹងរបស់អាល្លឺម៉ង់អាល្លឺម៉ង់បាទរបស់អាល្លឺម៉ង់ណានេះរបស់អាល្លឺម៉ង់ហ្នឹងហើយបន្ទាប់មកឆ្នាំហ្នឹងដដែលចាប់ដើមបើករដូវកាលពានបើករដូវកាលហ្នឹងពានទី5នេះបើករដូវកាល Premier League អញ្ចឹងគឺយកអា FA Cup ជាមួយនឹង Premier League ហ្នឹងយកមកជួបគ្នាដើម្បីបើករដូវកាលយកពានមួយគឺហៅថា Community Shield នេះ Community Shield ហ្នឹងណា Community Charity Shield ក៏ចំនួនហ្នឹងណាអ្នកដែលឈ្នះហ្នឹងគឺ Liverpool ហើយឈ្នះក្លឹបដែលគាត់ឈ្នះហ្នឹងគឺក្លឹបគូប្រជែងដែលធំបំផុតហ្នឹងគឺក្លឹប Manchester United នេះចុះទៅសាប់បាទហើយនេះដល់ឆ្នាំ2005ជាយុគសម័យមាសមួយទៀតហ៎ពានច្រើនណាស់អារម្មណ៍ហ្នឹងបាទអត់ទេយុគសម័យមាសហ្នឹងបាញ់ឆ្នាំ2001ខ្ញុំនិយាយមិញហ្នឹងណាតែឥឡូវនេះវាចូលឆ្នាំ2005វាម្លងមក4ឆ្នាំពេលហ្នឹងគឺ Steven Gerrard ក៏ខ្លាចទៅជាប្រធានក្រុមហើយប្រធានក្រុមបាល់ទាត់ដឹកនាំនៅលើតារាងបាល់ទាត់ហ្នឹងតារាងទីលានហ្នឹងគឺគាត់ហើយបាទបន្តគ្រូបង្វឹកមកគឺគាត់ចាត់ចែងនៅលើតារាងហ្នឹងហើយគឺ Steven Gerrard ហ្នឹងលេខ17ដែរអត់ទេចាប់ដើមដូរហើយគាត់ដូរមកលេខ8វិញលេខ8បាទពេលហ្នឹងគាត់មានបាត់ដៃគូច្រើនណាបាត់ Robbie Fowler Michael Owen Emile Heskey អីគាត់ចេញអស់ហើយអញ្ចឹងគាត់នៅតែឯងនេះប៉ុន្តែមានកីឡាករថ្មីៗមកជំនួសគាត់មានដូចជាDjibril Cissé មានដូចជា Milan Baros មានដូចជា Harry Kewell ហើយមានVladimir Mixer មាន
ច្រើនទៀតខ្សែប្រយុទ្ធជំនាន់ហ្នឹងណាអញ្ចឹង ហើយគាត់នៅលេងខ្សែ ខ្សែបម្រើដែរ ដែរ បាទខ្សែបម្រើកដាលហ្នឹងដែរនេះប៉ុន្តែគាត់ជាប្រធានក្រុមហើយជំនាន់ហ្នឹងគឺខ្សែបម្រើកដាលហ្នឹងគឺល្អត្រង់ថាកន្លែងគាត់ហ្នឹងគឺគាត់រ៉ាប់រងល្អមែនតើបើជីវិតរបស់គាត់ហ្នឹងគឺខ្សែបម្រើកដាលហ្នឹងគឺគាត់រ៉ាប់រងនៅក្នុង Liverpool ផងនិងជម្រើសជាតិអង់គ្លេសដែរហើយគាត់បានដឹកនាំបានពានរង្វាន់ UEFA Champions League ហ្នឹងគឺធ្វើឲ្យគាត់ក្រើកនៅអឺរ៉ុបមួយដែរពេលដែលឈ្នះហ្នឹងគឺវេទនាតតជាមួយនឹង AC Milan AC Milan គឺក្លឹបបាល់ទាត់ដែលជោគជ័យជាងគេនៅអ៊ីតាលីដែលបានពានរង្វាន់នៅពេលបច្ចុប្បន្នហ្នឹងដែលគាត់ធ្លាប់ប្រវត្តិទទួលបានអា UEFA Champions League ហ្នឹងពាននឹងដែរហ្នឹងគឺចំនួន7ដងបន្ទាប់ពី Real Madrid 15ដងAC Milan 7ដងបន្ទាប់មក6ដងគឺ Liverpool ហ្នឹងហ្មងអញ្ចឹងលំដាប់នៅអឺរ៉ុបគឺមានតែ3ក្រុមហ្នឹងដែលពានអាចគ្រប់គ្រងច្រើនជាងគេសូម្បីតែ Manchester United ក៏ទទួលបានដែរធ្លាប់បានតែបានត្រឹមតែ3ដងទេបាទ Chelsea អីបានដល់បច្ចុប្បន្នហ្នឹងបាទ Chelsea បាន2ដងបច្ចុប្បន្នហ្នឹងណាArsenal អត់ដែរបានទេអញ្ចឹងណាប៉ុន្តែដែលធ្លាប់បានដូចជានៅអង់គ្លេសមានដូចជា Nottingham Forest 2ដង Aston Villa ដូចធ្លាប់បាន1ដងអញ្ចឹងមានន័យថាមានអកុសលអីតែ Arsenal មួយទេដែលអត់បានហើយឆ្នាំហ្នឹង Arsenal ហ្នឹងឡើងវគ្គផ្ដាច់ព្រាត់ជាមួយនឹង Paris ហ្នឹងទៀតគាត់ runner up មានន័យថាលេខ2ហ្នឹង2ដងហើយ Arsenal ហ្នឹងក្លឹប Arsenal ហ្នឹងណាគឺទទួលបានលេខ2ហ្នឹង2ដងហើយគឺនៅក្នុងឆ្នាំ2006ហ្នឹងគឺ Arsenal ហ្នឹងប៉ះមួយ Barcelona កាលហ្នឹង Barcelona ឈ្នះលទ្ធផល 2-1 ហើយដល់ប៉ុណ្ណាឥឡូវហ្នឹងទាត់ជាមួយនឹង Paris នេះគឺ Paris ឈ្នះទៀតអញ្ចឹង Paris ទទួលពានរង្វាន់ហ្នឹង Arsenal អត់បានទៀតបាទនេះគឺសត្វប្រវត្តិដែលគាត់ធ្លាប់លើកពានហ្នឹងបាទនេះគ្រូបង្វឹកហើយបាទនេះដល់ជីវិតគាត់ដល់ជាគ្រូបង្វឹកដល់ជាអីហើយតែបច្ចុប្បន្នត្រេតបច្ចុប្បន្នទីកបច្ចុប្បន្នគាត់អត់មានការងារធ្វើអីទេគាត់ជាពិធីករវិភាគកីឡាផងប៉ុន្តែគ្រាន់ថាសប្តាហ៍ថ្ងៃគាត់នៅទន្លេតែមុនដំបូងឥឡូវ Liverpool កំពុងខ្វះគ្រូប៉ុន្តែគេរើបានគ្រូហើយផ្សេងមួយទៀតអញ្ចឹងគេអត់ select យកគាត់ទេធានក្លឹបណាអញ្ចឹងគាត់នៅជាពិធីករនៅវិភាគប៉ុន្តែគាត់គឺឈរនៅក្នុងកម្រិតមួយជាវរៈបរោះរបស់ Liverpool មានន័យថាអ្នកគ្រប់គ្រងនៅតែស្រឡាញ់រាប់អានគាត់ចឹងព្រោះគាត់ជាបុគ្គលមួយដ៏ស្មោះស្ម័គ្រជាមួយនឹង Liverpool ហ្នឹងបាទឥឡូវ Liverpool បើយើងឥឡូវបច្ចុប្បន្នពេលបច្ចុប្បន្ន Liverpool គឺឆ្នាំ2026នេះ2000ពានរង្វាន់English Premier League នេះគឺគាត់ជាប់ចំណាត់ថ្នាក់លេខ5ខ្សោយដោយសារឆ្នាំនេះគាត់ចាយលុយច្រើនកាលឆ្នាំ2025-26ហ្នឹងគាត់ចាយលុយច្រើនប៉ុន្តែកីឡាករក្មេងវាច្រើនអញ្ចឹងកីឡាករថ្មីវាចូលទៅលេងអត់សូវត្រូវគ្នាតើអត់សូវត្រូវគ្នាអញ្ចឹងធ្វើឲ្យគាត់ធ្លាក់ទម្រង់លេងច្រើនធ្វើឲ្យគាត់នឹងបាត់បង់ឱកាសដណ្ដើមពានទាំងអស់និយាយទៅហើយជាពិសេសមួយទៀតឥឡូវទៅតែដូរគ្រូបង្វឹកថ្មីគ្រូបង្វឹកចាស់ហ្នឹងគឺគេប្រជុំឲ្យគឺលោក Arne Slot គេដកចេញហើយចុងក្រោយ Arne Slot ហ្នឹងគេដកហើយឥឡូវហ្នឹងមកលោកគ្រូ Alvaro Arbeloa ជនជាតិអង់គ្លេសដែរអត់ទេគាត់ជនជាតិអេស្ប៉ាញបាទឥឡូវនៅអង់គ្លេសក្លឹបឯណាឥឡូវនៅអង់គ្លេសក្លឹបដែលបានទទួលពានហ្នឹងគឺឆ្នាំទៅហ្នឹងគឺឆ្នាំ2026ហ្នឹងគឺ Arsenal បាទហើយ Liverpool ហ្នឹងចំណាត់ថ្នាក់លេខ5ប៉ុន្តែមានកៅអីមួយដែរគឺលេងUEFA Champions League ឆ្នាំក្រោយដែរអញ្ចឹងលោកគ្រូថ្មីអញ្ចឹងកីឡាករក៏ថ្មីចាំមើលឆ្នាំ2026-27ហ្នឹងតើទម្រង់លេងរបស់ Liverpool វាមិនទៀតតែ Liverpool មិនដាក់មាន់ទេមិនមែនរូបមាន់ទេរូបនេះគឺជារូបហង្សជារូបហង្សណាបាទជារូបហង្សរូបមាន់ហ្នឹងគឺក្រុម Tottenham Hotspur ទេមាន់គោកមាន់ខ្លាយមាស Tottenham Hotspur ទេ Spur ហ្នឹងក្លឹបបាល់ទាត់របស់អង់គ្លេសដែរនៅទីក្រុងឡុងហ្នឹងហើយជាមួយ Arsenal នឹងមួយ Arsenal ជាមួយនឹង Chelsea
ហម បាទហ្នឹងហើយអស់ហើយមានអីត្រូវសួរទៀតទេ អស់មក អត់មានចង់សួរទៀតទេ អីឆ្ងល់ដឹងមិនដល់ឆ្ងល់មិនត្រូវមិនដឹងឆ្ងល់មិន ណែគេលោកចង់ឆ្ងល់ថាមូលហេតុអីបានជាគាត់ឈប់អីចឹងឬក៏គាត់ឈប់អាយុគាត់ប្រហែលអីប្រហែលអញ្ចឹងណា ឥឡូវយកបានទេបង ចុះឆ្នាំ1980ឥឡូវអាយុគាត់នៅពេលបច្ចុប្បន្នហ្នឹងគឺចូលអាយុគាត់46ឆ្នាំ 46ឆ្នាំ បាទព្រោះខ្ញុំ42ហើយអញ្ចឹងខ្ញុំប្អូនគាត់4ឆ្នាំ តើលេងតែក្លឹបតែមួយនឹងទេ បាទលេងតែ Liverpool នឹងរហូតដល់ឆ្នាំ2015 បាទគាត់បង្ហាញខ្លួនឆ្នាំ2000ឆ្នាំ1998រហូតដល់ឆ្នាំ2015គាត់ចប់ហើយគាត់ទៅអាមេរិកទៅក្លឹបបាល់ទាត់ LA Galaxy ដឹងហើយបាទ LA Galaxy ហ្នឹងគឺជាអតីតក្លឹបរបស់អ្នកដែលល្បីៗទៅលេងច្រើនដែរដូចជា David Beckham ជំនាន់ David Beckham ហ្នឹងគឺមានដូចជា London Donovan របស់វរៈបរោះរបស់អាមេរិកហ្នឹងហើយមានដូចជាលោកព្រះស្គាល់លោកព្រះ Zlatan Ibrahimovic Zlatan ក៏ទៅលេងនឹងដែរគេហៅលោកព្រះអ្នកដែលគាត់វិស័យកីឡាដែលគាត់ស្គាល់វិស័យកីឡាបាល់ទាត់ហ្នឹងគឺលោកព្រះហ្នឹងមានន័យថាគាត់ជាខ្សែបម្រើមួយគឺការ៉ាតេត្រូវទាត់ត្រូវធាក់ក៏អត់ចេះខ្លាញ់ណាគេទេ វាយគ្នានៅតារាងហ្នឹងទៅ បាទភាគច្រើនគឺគាត់មិនមែនតែវាយអីទេគាត់លវាដាច់កចង់និយាយគាត់ខ្ពស់អញ្ចឹងគាត់លវាមួយជើងចង់ដាច់កអី ទាត់មនុស្សហ្នឹងទៅ បាទទាត់មនុស្សតែគេធ្វើអីគាត់គឺគាត់ទៅដឹងតែអត់រួចផុតពីគាត់ធ្វើស៊ីទេលោកព្រះ កាលនៅអាមេរិក ឥឡូវចូលវត្តអស់ហើយ ស្លាតាន់ហ្នឹងយកវត្តព្រះហ្នឹង បាទ ចូលវត្តមុនរោដោទេនោះ បាទ នេះរូប AI អត់ទេនេះជារូបថតរបស់គាត់ដែលគាត់ធ្លាប់បង្ហាញខ្លួនបង្ហាញអីពីមុនមកណា តែមិនបាញ់ចូលចិត្តគាត់ចឹងគាត់គ្រាន់តែខ្សែអំរើហ្នឹងមិនអ្នកសុទ្ធហ្នឹង បាទនិយាយទៅបើយើងចេះមើលបាល់យើងចាប់ដើមតាមដានបាល់នៅលើតារាងបាល់ទាត់ដែលធ្វើឲ្យក្លឹបមួយក្រុមមួយដែលថាភាពរស់រវើកណានៅក្នុងបាល់ទាត់ហ្នឹងគឺខ្លាំងហ្មងគឺខ្សែបំរើហ្នឹងហើយជាពិសេសគឺខ្សែបំរើកណ្ដាលហ្នឹងហើយខ្សែបំរើកណ្ដាលហ្នឹងគឺទទួលគាត់ត្រូវខ្ពស់ទាំងការពារទាំងឆាបយកបាល់បោះទៅឲ្យខ្សែប្រយុទ្ធចុះមកការពារបើនិយាយទៅគឺខ្សែបំរើកណ្ដាលធ្វើការធ្ងន់ជាងគេបងអស់មានន័យថាដូចជាបេះដូងមនុស្សយើងអញ្ចឹងគឺខ្សែបំរើកណ្ដាលហ្នឹងហើយខ្សែប្រយុទ្ធតទៅលុះខ្សែបំរើបោះទៅឲ្យល្អបានអាចធ្វើស៊ីបានភាគច្រើនគឺអញ្ចឹងអ្នកដែលអស់ប្រយុទ្ធសុទ្ធចូលខ្លួនឯងហ្នឹងវាកម្រមានណាយូរធ្វើបានម្ដងទេប៉ុន្តែបើជាក់ស្ដែងគឺចេញពីខ្សែបំរើអ្នកបោះឲ្យទៅស៊ីហ្នឹងហើយតម្លៃខ្លួនខ្សែប្រយុទ្ធនិងខ្សែបំរើគឺបដិញប្រសងគ្នារហូតតម្លៃខ្លួនណាឆ្នាំណាទៅខ្សែបំរើនឹងខ្លាំងទៅល្អទៅមើលទៅលេចធ្លោជាងគេគឺគាត់អាចបានគេហៅថាពៀនឯកតជននឹងលេខ1ហ្នឹងគេហៅ Ballon d'Or ហ្នឹងគឺដែលបោះទៅនៅក្នុងប្រទេសបារាំងប៉ុន្តែគាត់អត់ដែរបានទេព្រោះសម្រាប់ប្រទេសបារាំងទេ អត់ទេបោះឲ្យកីឡាករល្អជុំវិញពិភពលោកសូម្បីតែប្រធានក្រុមហើយហ្នឹងគេបោះឆ្នោតឲ្យប្រធានក្រុមបាល់ទាត់នៅលើពិភពលោកបោះទាំងអស់យកកីឡាករមួយណាដែលគេចរិចយកសូម្បីតែប្រទេសកម្ពុជាយើងក៏ប្រធានក្រុមនៅប្រទេសកម្ពុជាយើងហ្នឹងក៏បោះឆ្នោតឲ្យកីឡាករនៅលើដែលមានឈ្មោះ Ballon d'Or ដែរគាត់ថាការនោះគាត់អត់តន់Ballon d'Or កើតក្រោយ Ballon d'Or បើនិយាយទៅវាកើតមុនគាត់ទៅទៀតអ្នកដែលទទួលបាន Ballon d'Or ច្រើនជាងគេសពថ្ងៃគឺ Lionel Messi បាទហើយបន្តមកគឺ Cristiano Ronaldo ទី3វាមាន Ronaldo Nazario
miền cái Ronaldo đây Ronaldo Brazil Ronaldo Brazil bà sọc mình tí bà thằng nào nắng hay Zinedine Zidane có thọp ban Luis Figo có thọp ban Michael Owen có thọp ban Ronaldinho có thọp ban Rivaldo có thọp ban Luka Modric có thọp ban bù là hai đứa con ăn toàn bán cứ bên đứa con là ó miền cái là có chúng nó cứ lo chờ đứa con này tụm rung lên miền đôi chia Rivaldo David Beckham Ronaldo Zinedine Zidane Roberto Carlos Raúl González Blanco អូនិយាយទៅច្រើនអញ្ចឹងមានន័យថាចំនួនគាត់ហ្នឹងគឺចំនួនកញ្ចុំផ្កាយសិតតអ្នកចាស់ចាស់ហើយ Ronaldo Messi ក៏មានដែរប៉ុន្តែក្មេងចំនួនក្រោយហើយចាប់ដើមពួកគាត់រៀងចំណាស់ទៅបាន Ronaldo ហើយនឹង Lionel Messi ចាប់ដើមគាត់ឡើងគម្រោងអញ្ចឹងចំនួនគាត់នេះគឺកញ្ចុំផ្កាយវាច្រើនកញ្ចុំផ្កាយដូចខ្ញុំនិយាយមិញអញ្ចឹងគ្រាន់តែ Brazil មានអាគេ Roberto Carlos Ronaldo Rivaldo Ronaldinho Ricardo Kaká Cafu Lucio Dunga អូនិយាយទៅល្អច្រើនអាហ្នឹង Brazil nóមកចូលដល់បារាំង Thierry Henry ទេចុះថា Theo Walcott ដូច Brazil ដូចអីដូចកីឡាករដូចខ្លាំងមកគេអត់មានលីកនៅ Brazil មានលីក Brazil ក៏មានលីកដែរលីក1របស់ Brazil ដែរតែមកគោអឺរ៉ុបវាលីកវាធំមកដោយសារនៅ Brazil ប្រទេសធំដែរមានដែរប៉ុន្តែដូចថាវាមិនសូវមានប្រជាប្រិយភាពនៅអឺរ៉ុបប្រជាប្រិយភាពខ្លាំងជាងគេគឺ English Premier League ហើយបន្ទាប់មកគឺ La Liga ហ្នឹងនៅប្រទេសអេស្ប៉ាញហ្នឹងបាទហើយបន្ទាប់មកគឺអីគេកាលពីមុនណាកាលមុនសម្រាប់នេះអ៊ីតាលី Serie A ប៉ុន្តែឥឡូវអ៊ីតាលី Serie A ហ្នឹងបានធ្លាក់ឥឡូវមក Bundesliga របស់អាល្លឺម៉ង់ហើយ Serie A ហើយនឹងបារាំងលីកគេដាក់លីកអងបារាំងណាហើយបន្តមកមានប៉ូទុយហ្គាល់ពានប៉ុន្តែគាត់ថាអ្វីដែលកញ្ចុំដែលជាតារាផ្កាយដែលគេចាប់អារម្មណ៍ខ្លាំងជាងគេគឺគ្រប់កីឡាករទាំងអស់ចង់មកលេងនៅអង់គ្លេសទាំងអស់ដោយសារអង់គ្លេសទី1ក្លឹបបាល់ទាត់ល្បីហើយការប្រកួតប្រជែងច្រើនហើយទី2សេរីក៏ច្រើនដែរប្រាក់វិវត្តផ្សេងច្រើនអត្ថប្រយោជន៍អត់តម្លៃខ្លួនដែរនឹងបានកីឡាករហ្នឹងតម្លៃខ្លួនដែលលក់ភាគច្រើនគឺបានទៅលើក្លឹបប៉ុន្តែយើងត្រូវមានកុងត្រាផ្ទាល់មាត់ឧទាហរណ៍តម្លៃក្លឹបលក់គាត់ដូចថាលក់ឲ្យ Steven Gerrard ឲ្យទៅនៅក្លឹបណាមួយអញ្ចឹងតម្លៃ60លានប៉ុន្តែមិនមែនគាត់បានលើ60លានទេគាត់បានប្រាក់វិវត្តទៅលើការចរចាប្រាក់វិវត្តចរចាផ្សេងទៀតបាទប្រាក់វិវត្តចរចាផ្សេងទៀតវាបុគ្គលជាមួយនឹងក្លឹបប៉ុន្តែក្លឹបមួយនឹងក្លឹបគេដោះដូរតម្លៃទិញលក់កីឡាករចុះថាឧទាហរណ៍ឥឡូវកិច្ចសន្យា4ឆ្នាំអញ្ចឹងដល់ឆ្នាំទី3កន្លះអីយើងលក់ចេញទៅមិនចេះទេយើងលក់ចេញក៏បានដែរអញ្ចឹងលក់ផ្ដាច់ទិញកុងត្រាប៉ុន្តែគាត់ថាពាក្យច្រើនឥឡូវគេចេះដូចជា Real Madrid អីមួយរយៈក្រោយនេះគេទិញតែ free agent ទេមានន័យថាកីឡាករពេលគេលេងល្បីនៅក្នុងក្លឹបរបស់ណាមួយដូចជា Liverpool ហ្នឹងដូចជាកីឡាករ Alexander Arnold គាត់គឺល្អគាត់ជាអនុប្រធានក្រុមទៀតហើយបានដឹកនាំ Liverpool ឈ្នះពានគ្រប់សពល្អជាង Steven Gerrard ទៀតបច្ចុប្បន្នហ្នឹងបាទប៉ុន្តែគាត់បានដូរទៅនៅ Real Madrid ហើយ Real Madrid យកគាត់ដោយ free transfer មានន័យថាអត់មានការដោះដូរអស់តម្លៃខ្លួនទេគឺ free ទៅហ្មងអញ្ចឹងរវាងបុគ្គលជាមួយនឹងក្លឹបចរចាយកប្រាក់ខែទៅហ្មងអញ្ចឹង Liverpool 0ប៉ុន្តែដូចថាដោយសឹកក្រោយនេះហេតុអីមិនអញ្ចឹងដោយសារគាត់អត់ព្រមបន្តកុងត្រាបន្ថែមទៀតអញ្ចឹង Liverpool ចរចាឲ្យកុងត្រា offer ឲ្យគាត់ល្អប៉ុន្តែគាត់អត់ទទួលយកអញ្ចឹងគាត់ថាគាត់ចង់ផ្លាស់ទៅយកបទពិសោធន៍ថ្មីនៅក្លឹបថ្មីអញ្ចឹងទៅ Real Madrid ទីកន្លែងប្រកួតប្រជែងជាមួយនឹង Liverpool ហ្នឹងកាលពេលដែល Arnold នៅ Liverpool ដែរហ្នឹងក៏ប្រកួតប្រជែងគ្នាដែរគួតប្រជែងខ្លាំងជាងគេជាមួយនឹង Real Madrid 2ដង3ដងអីនោះអញ្ចឹងអត់ដែលឈ្នះ Real Madrid ទេมันលក់Liverpool มันលក់មុនហ្នឹងចឹងมันលក់មុនផុតកុងត្រាមូលហេតុដែលមិនលក់មុនផុតកុងត្រាហ្នឹងគឺពេលហ្នឹង Arnold គាត់នៅស្រឡាញ់ Liverpool ដែលកាលហ្នឹងលោកJurgen Kloppគាត់ដឹកនាំទៅហើយគាត់បញ្ចុះបញ្ចូល Arnold ចិត្តទៅនៅបាន
តាមពិតអាណុលចង់ចេញហើយប៉ុន្តែគាត់ថាលោកយូវិនក្លប់ហ្នឹងគឺជាម្នាក់ដឹកនាំមួយដល់ល្បីដែលដឹកនាំលីវភូលឈ្នះពានគ្រប់សពហើយតគាត់ឈប់ទៅលោកអាណែស្លុតនេះមកដឹកនាំក៏គាត់នៅលេងឲ្យដែរបានពានរង្វាន់កាលឆ្នាំ2024 25 English Premier League ហ្នឹងលោកអាណែស្លុតដែលទំតែចេញពីលីវភូលដែលគេទំដូរគាត់ចេញហ្នឹងហ្នឹងហើយប្រវត្តិត្រួសពីក្លឹបបាល់ទាត់លីវើពូលហ្នឹងតម្លៃថ្លៃអត់តម្លៃអីគេដែរនេះកីឡាករបាទវិញកីឡាករឈ្មោះយី Alexander Arnold Sander Arnold បាទថ្លៃទេគាត់ចេញទៅ free agent ក៏អត់មានតម្លៃខ្លួនទេនេះបាទ Steven Gerrard នេះគឺគាត់អត់ចេញទេហ្មងគាត់តតនៅលីវើពូលរហូតខ្លាចជា legend ហ្នឹងមានន័យថាគាត់ទៅជាវិរៈគាត់ឈប់អាថែតនៅលីវើពូលហ្នឹងមកគាត់ទៅក្លឹបណាទេដែលដោយសារLA Galaxy ហ្នឹងសុំឲ្យគាត់ទៅលេងមួយឆ្នាំទៅអញ្ចឹងក៏គាត់ដើរទៅលេងមួយឆ្នាំទៅហើយបន្ទាប់មកគាត់ចូលនិវត្តន៍នៅអាមេរិកនោះទេបានតម្លៃខ្លួននេះទេបាទ free agent ដូចគ្នាមិនដែលបានប្រាក់ salary ប៉ុន្តែក្លឹបជាមួយក្លឹបអត់បានទេបាទប៉ុណ្ណឹងហើយបាយមានភាគក្រោយអីបើអេពីសូតក្រោយខ្ញុំអាចមានអីដែរបកស្រាយបន្ថែមទៀតប៉ុន្តែក៏នឹងសំខាន់ទៅលើប្រិយមិត្តហើយនឹងលោកបាក់រាចង់បានកីឡាករមួយណាឬក៏ក្លឹបមួយណាចង់ឲ្យបរិយាយខ្ញុំបរិយាយប្រាប់ខ្ញុំបាត់ច្បាស់ដែរព្រោះថាស្គាល់កីឡាករណាអញ្ចឹងអត់អីចាំដល់ពេលហ្នឹងចាំខ្ញុំប្រាប់ថាកីឡាករណាមួយទៀតចាំមើលយើងត្រូវធ្វើអីសូបង្ហាញទៅប្រិយមិត្តយើងពីព្រោះដោយសារខ្ញុំនិយាយនេះគឺអត់មានត្រៀមទុកជាឯកសារស្អីទេគឺយើងការចងចាំនិយាយការតាមការចងចាំហើយយើងសួរអត់មានមើលกระดาษមើលអីទៅសេមកអីមិនអត់ទេអញ្ចឹងវាមានខុសវាមានត្រូវហើយអញ្ចឹងយើងអាចសួរនាំបានអាចកែតម្រូវគ្នាបានព្រោះខួរក្បាលយើងវាមិនអាចចាំ 100% តាំងពីឆ្នាំ1997រហូតមកដល់ពេលបច្ចុប្បន្នខ្ញុំមើលបាល់ទាត់ហ្នឹងវាចូល30ឆ្នាំទៅហើយ29ឆ្នាំហើយអញ្ចឹងវាចាំសាច់រឿងហ្នឹងតាមការចងចាំទេខ្ញុំមិនមែនទៅ search ទៅលើ AI អីអត់ទេតាមពិតបើ search បន្ថែមទៀតវាច្បាស់លាស់ហើយប៉ុន្តែខ្ញុំយកការចងចាំខ្ញុំហើយគ្រូអាចសួរមកខ្ញុំបានសួរទៅខ្ញុំបកស្រាយឲ្យហើយបើថាបើទៀងទាត់បើថាវាយ៉ាងម៉េចឆ្ងល់អីមើល AI ខាងទៀតបានព័ត៌មានក៏គេចុះមកច្រើនដែរប៉ុន្តែខ្ញុំចង់បង្ហាញនេះគឺបង្ហាញការចងចាំរបស់ខ្ញុំការចងចាំបាទនេះស្រឡាញ់ស្មោះស្ម័គ្រហ្មងបានចងចាំយ៉ាងហ្នឹងហ្មងការចំនួនហ្នឹងគឺខ្ញុំស្មោះស្ម័គ្រជាមួយលីភូដល់ឥឡូវក៏នៅតែស្មោះស្ម័គ្រដែរពេលដែលយើងស្រឡាញ់ក្រុមណាមួយហើយយើងនឹងមើលគូប្រកួតប្រជែងក្រុមយើងខ្លាំងជាងក្រុមរបស់យើងទៅទៀតកីឡាករចាស់ចេញអស់ហ្នឹងហើយគ្រូបង្វឹកក៏ចេញអស់ទៀតមកវិញគាត់មិនមកទៅស្រឡាញ់ក្រុមហ្នឹងវិញទៅណាយូរទៅអត់ស្រឡាញ់ក្រុមទេគឺស្រឡាញ់ក្លឹបបាទស្រឡាញ់ក្លឹបមានន័យថាក្លឹបលីវើពូលនេះគេហៅថាឋាននរកសម្រាប់ក្រុមល្អៗនៅលើពិភពលោកដែលចូលទៅលេងនៅ Anfield ហ្នឹងគឺពិបាកការយកឈ្នះមានគេយកឈ្នះបានដែរប៉ុន្តែចូលទៅគឺពិបាកទី1គឺការច្រៀងបទចម្រៀងNever Walk Alone មានន័យថាយើងទៅណាមកណាក៏នៅតែមានជាមួយគ្នារហូតច្រៀងបទចម្រៀងហ្នឹងអញ្ចឹងធ្វើឲ្យពុះ control លីបទចម្រៀងគេមួយបទចម្រៀងប្រចាំក្លឹបលីវើពូលហ្នឹងបាទមានមួយចូលជួយYou never walk alone ហ្នឹងហើយអញ្ចឹងមានន័យថាបទចម្រៀងហ្នឹងវាពុះ control មានន័យថាឯងទៅណាមកណាគឺនៅតែមានមិនអាចទៅឯកការតែឯងបានទេគឺមានអ្នកគ្រប់គ្រងមានស្អីមានទាំងយើងជាដួងវិញ្ញាណអីចូលជាមួយគ្នាទៅលេងជាមួយគ្នាចាញ់អស់គ្នាឈ្នះអស់គ្នាសប្បាយអស់គ្នាយំអស់គ្នាអញ្ចឹងចង់ន័យអញ្ចឹងទៅណាមកណាគឺទាំងអស់គ្នាយើងលើជិះទូកតែមួយហ្នឹងទ្រឹស្ដីរបស់ក្លឹបលីវើពូលគឺអញ្ចឹងมันអាចស្រឡាញ់ថ្ងៃហ្នឹងថ្ងៃស្អែកអត់ស្រឡាញ់ទេទោះបីក្លឹបនឹងធ្លាក់ទៅដល់ណាក៏ដោយក៏នៅតែស្រឡាញ់ដែរប៉ុន្តែបើយើងមើលប្រវត្តិនៅអង់គ្លេសគឺលីវើពូលនឹងហើយគឺជាក្លឹបដែលជោគជ័យជាងគេបន្ទាប់ពី Manchester United លេខ2បន្ទាប់គាត់បន្ទាប់ក្លឹបលីវើពូលហ្នឹងអញ្ចឹងលីវើពូលលេខ1ហើយតមក Manchester United
Manchester លេខ 3 លេខ 2 លេខ 3 លេខ 3 Arsenal ក៏មិនទាន់នេះដែរឥឡូវហ្នឹង Arsenal ថាលំដាប់ដែរចុះធ្លាប់បានពានមាសប៉ុន្តែគាត់ថាជាក់ស្ដែងគឺ Chelsea ដែលបាន Champions League 2ដងហើយមាន Manchester City ហើយមាន Arsenal អញ្ចឹងទៅអានេះខ្ញុំរាប់តែយកពានរង្វាន់នៅអឺរ៉ុបណាហ្នឹងហើយអរគុណបងប្អូនបាទអរគុណ បាទគោរពជម្រាបលាបងប្អូន បាទជំរាបលាទាំងអស់គ្នាបងប្អូន